សូមប្រយ័ត្នព្រះមាសអ្នកនឹងគ្មានព្រះឯទៀតនៅចំពោះមុខខ្ញុំនិខមនំ23ក្បី Shalom មិត្តភក្តិជាទីស្រឡាញ់របស់ព្រះម្ចាស់យេស៊ូវគ្រីស្ទបទពិសោធន៍សោកនាដកម្មនេះរបស់ជនជាតិអ៊ីស្រាអែលគូសបញ្ជាក់អំពីអ្វីដែលអ្នកដើរតាមព្រះគ្រីស្ទគួរព្រួយបារម្ភអំពីទ្រព្យសម្បត្តិរបស់ពួកគេមានរឿងជាច្រើននៅក្នុងសង្គមដែលយើងអាចរីករាយប៉ុន្តែវត្ថុសម្ភារៈក៏នាំមកនូវគ្រោះថ្នាក់ដល់ជីវិតផងដែរប្រសិនបើយើងប្រើប្រាស់វាដោយមិនបានគិត Osgenes បាននិយាយថាយើងមានសេរីភាពក្នុងការប្រើប្រាស់វាប៉ុន្តែយើងមិនគួរធ្វើឲ្យវាคล้ายជាអេដូនោះទេនៅក្នុងពិភពលោកនេះយើងជាមនុស្សចម្លែកនិងជាជនបរទេសហេព្រើរ 11:13 ហើយយើងមិនត្រូវស្រឡាញ់ទ្រព្យសម្បត្តិនៃប្រទេសអេស៊ីបឬទ្រព្យសម្បត្តិតែនៃពិភពលោកនេះខ្លាំងពេកទេរហូតទាល់តែយើងពេញចិត្តហើយបំភ្លេចការហៅពិតរបស់យើងដើម្បីសរសើរនិងថ្វាយបង្គំព្រះជាម្ចាស់សូមឲ្យយើងពិនិត្យមើលចិត្តនិងជីវិតរបស់យើងតើយើងបានប្រើពរជ័យជាសម្ភារៈដើម្បីបម្រើព្រះឬទេឬយើងក្លាយជាទាសករនៃសម្ភារៈទាំងនេះខ្ញុំសូមអញ្ជើញលោក Christian Suharto ពី Badara Rajawali Newsantara Baroness មកជាមួយការសរសើរនៃគ្រួសារដ៏ស្រស់ស្អាតនៃអាយុ Kezia Badara Cases ដើម្បីលើកការសរសើរដូចខាងក្រោមគាត់ស្អាតណាស់ទ្រង់គឺជាព្រះយេស៊ូវទ្រង់អស្ចារ្យទ្រង់រុងរឿងទ្រង់អស្ចារ្យគាត់ស្រឡាញ់ខ្ញុំហើយអត់ទោសឲ្យខ្ញុំសូម្បីតែសុខចិត្តលះបង់ជីវិតដើម្បីសង្គ្រោះខ្ញុំសូមស្វាគមន៍ព្រះយេស៊ូវលើកព្រះយេស៊ូវសូមថ្វាយព្រះកិត្តិនាមសរសើរនិងអំណាចព្រះយេស៊ូវជាស្ដេចទូលបង្គំលើកដៃថ្វាយព្រះករុណាខ្ញុំគោរពអ្នកខ្ញុំស្រឡាញ់អ្នកខ្ញុំថ្វាយបង្គំអ្នកហាឡេលូយ៉ាតើមានអ្វីកើតឡើងចំពោះប្រជាជនអ៊ីស្រាអែលព្រះបានចាប់យកការចាប់អារម្មណ៍របស់ផារ៉ោនិងជនជាតិអេស៊ីបដោយមានគ្រោះមហន្តរាយជាបន្តបន្ទាប់ពេះឥឡូវនេះពួកគេបានព្យាយាមយ៉ាងខ្លាំងដើម្បីកម្ចាត់ទាសករជនជាតិហេព្រើររបស់ពួកគេប៉ុន្តែព្រះមិនចង់ឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបដោយដៃទេឡើយយ៉ាងណាមិញមានប្រាក់ឈ្នួល400ឆ្នាំដែលត្រូវបង់ឲ្យពួកគេដូច្នេះគេបានសុំវត្ថុប្រាក់មាសនិងសម្លៀកបំពាក់ពីអតីតចៅហ្វាយរបស់ពួកគេហើយពួកគេទទួលបានរបស់ទាំងអស់និខមនំ12:35មួយចែងថាជនជាតិអ៊ីស្រាអែលបានប្លន់ជនជាតិអេស៊ីបយ៉ាងណាក៏ដោយមិនយូរប៉ុន្មានមុនរាស្ត្ររបស់ព្រះធ្លាក់ខ្លួនចូលទៅក្នុងការថ្វាយបង្គំរូបព្រះគេយកមាសមកធ្វើកូនគោមាសពួកគេបានថ្វាយបង្គំទ្រង់នៅពេលដែលលោកម៉ូសេនៅលើភ្នំស៊ីណាយបានទទួលបញ្ញត្តិទាំង10របស់ព្រះជាម្ចាស់និខមនំ32:1-4ការសរសើរដោយ Kezia Vek និយាយអំពីព្រះយេស៊ូវដ៏ស្រស់ស្អាតបំផុតមានតែទ្រង់ប៉ុណ្ណោះដែលស័ក្តិសមសម្រាប់ការថ្វាយបង្គំរបស់ខ្ញុំពេញមួយជីវិតអាមែនការបំផុសគំនិតនៅថ្ងៃនេះមាសអាចជាអ្នកបម្រើដ៏មានប្រយោជន៍ប៉ុន្តែវាក៏អាចជាចៅហ្វាយដ៏អាក្រក់ផងដែរ